ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យនគរបាលព្រំទុនកម្រិតស្រាលនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកភ្នៅសហការជាមួយកម្លាំងជំនាញការិយាល័យព្រំទុនកម្រិតស្រាលនៃអធិការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបករណីឃាតកម្មដោយធ្វើទារុណកម្មឃោរឃៅឬរំលោភសេពសន្ធវៈរហូតឈានដល់ការផឹកស៊ីនិងចាប់រំលោភសេពសន្ធវៈសម្លាប់និងយកទ្រព្យសម្បត្តិជនរងគ្រោះនិងឃាត់ខ្លួនជនសង្ស័យចំនួន3នាក់នៅថ្ងៃទី21ខែឧសភាឆ្នាំ2025វេលាម៉ោង 12:30 នាទីថ្ងៃត្រង់ស្ថិតក្នុងបន្ទប់ទឹកសាលាធំសិក្សាវត្តគោស្ថិតក្នុងវត្តជាថាឧត្តមហើយវត្តគ្រោះផ្លូវជាតិលេខ5ភូមិគ្រោះសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញវេលាម៉ោង 01:27 នាទីថ្ងៃទី21ខែឧសភាឆ្នាំ2025ជនរងគ្រោះមួយឈ្មោះវុធីលីណាភេទស្រីអាយុ15ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមេផ្ទះស្នាក់នៅផ្ទះគ្មានលេខភូមិគ្រោះសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុជនសង្ស័យមាន3នាក់មួយឈ្មោះធានផារ៉េតភេទប្រុសអាយុ15ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញចាប់ខ្លួនកុសំគំនិតក្នុងអំពើឃាតកម្មពីឈ្មោះបូឧត្តមភេទប្រុសអាយុ15ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញចាប់ខ្លួនកុសំគំនិតក្នុងអំពើឃាតកម្ម3ឈ្មោះសុកច័ន្ទសវណ្ណសេងភេទប្រុសអាយុ18ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញស្គាល់ជនរងគ្រោះតាំងពីកុមារភាពចាប់ខ្លួនកអ្នកសំគំនិតរំលោភនិងសម្លាប់ដកហូតបានសម្ភារៈមួយទូរស័ព្ទដៃ Mac Techno Spark Plus របស់ជនរងគ្រោះទូរស័ព្ទដៃ Oppo ពណ៌ Q2 មួយគ្រឿង3មួយខ្សែ Lelongu Plus 4មួយម៉ូតូ Max Suzuki Kinetic ពណ៌ Q Series 2025ពាក់ស្លាកលេខភ្នំពេញ 1/1190 សម្ភារៈបាត់បង់មួយដែកពណ៌ទង់ដែងខ្សែដៃស្លាកស្នាមនិងសម្ភារៈបន្សល់ទុកអាវខ្មៅមួយក្រណាត់បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់